ថ្ងៃនេះនាងខ្ញុំបានរៀបចំប្រធានបទថ្មីមួយទៀតគឺតកតងទៅនឹងតែងសេចក្តីបែបពណ៌នាពីបាតុភូតធម្មជាតិចាដូច្នេះមុននឹងចូលដល់តែងសេចក្តីបែបពណ៌នាពីបាតុភូតធម្មជាតិនាងខ្ញុំទាញចំណាប់អារម្មណ៍ទៅដល់បងប្អូនឬក៏ដូចជាប្រិយមិត្តទាំងអស់យើងទៅពិចារណាទៅលើថាអ្វីទៅជាបាតុភូតធម្មជាតិចាអញ្ចឹងបាតុភូតធម្មជាតិគឺជាអ្វីទាំងឡាយដែលកើតឡើងជាក់ស្ដែងដោយកើតឡើងជាក់ស្ដែងហើយពិតប្រាកដអញ្ចឹងបាតុភូតធម្មជាតិដែលកើតឡើងជាក់ស្ដែងពិតប្រាកដនោះដែលយើងបានឃើញនោះដែលធម្មជាតិជាអ្នកបង្កើតនោះគឺមានដូចជាខ្លះគឺដូចមានជាទឹកជំនន់ឬក៏គ្រោះរាំងស្ងួតឬក៏ជាព្យុះឬក៏ដូចជាខ្យល់កន្ត្រាក់ឬក៏ដូចជាភ្លើងឆេះឬក៏ភ្លើងឆេះព្រៃឬក៏ដូចជាការបាក់ស្រុតឬក៏ខ្យល់ឬក៏រឿងរ៉ាវផ្សេងជាច្រើនឡើងដោយធម្មជាតិដែលយើងមើលឃើញដែលយើងបានដឹងឬក៏ពេលខ្លះយើងបានជួបប្រទះអញ្ចឹងកាលណាយើងបានជួបប្រទះហើយយើងសរសេររៀបរាប់វាឡើងវិញឲ្យអ្នកអានឬក៏អ្នកសិក្សាឬក៏ដូចជាអ្នកកែឬក៏អីហ្នឹងគេឃើញពិតប្រាកដនៅទិដ្ឋភាពទាំងអស់នោះមែនអញ្ចឹងមុននឹងយើងចូលដល់យើងទាំងអស់នាងខ្ញុំចង់ទាញចំណាប់អារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅមើលអ្វីទៅថាជាប្រភេទតែងសេចក្តីបែបពណ៌នាពីបាតុភូតធម្មជាតិអញ្ចឹងតែងសេចក្តីបែបនេះបែបពណ៌នាពីបាតុភូតធម្មជាតិនេះគឺជាប្រភេទតែងសេចក្តីម្យ៉ាងដែលតម្រូវឲ្យស្មេឬក៏អ្នកតែងនឹងសរសេររៀបរាប់នៅបាតុភូតនានាដែលបានកើតឡើងហ្នឹងឲ្យបានជាក់ស្ដែងឲ្យបានគួរក្បាយដូចជាអីមានខ្យល់កន្ត្រាក់ឬក៏ព្យុះឬក៏ទឹកជំនន់ឬក៏គ្រោះរាំងស្ងួតជាដើមដែលតម្រូវឲ្យយើងនឹងសរសេរវាធ្វើម៉េចដើម្បីសរសេរវាបានអញ្ចឹងដើម្បីសរសេរវាបានយើងត្រូវដឹងហើយថាយើងត្រូវប្រើអីភ្នែកដើម្បីមើលត្រចៀកដើម្បីស្ដាប់យើងត្រូវអានយើងត្រូវសង្កេតយើងត្រូវតាមដានព័ត៌មាននានាជាប្រចាំដែលមានការផ្សព្វផ្សាយតាមមធ្យោបាយផ្សេងឬក៏តាមកាសែតតាមសៀវភៅឬក៏តាមបណ្ដាញសង្គមឬក៏តាមเพจនានាហ្នឹងអញ្ចឹងយើងអានវាទៅដើម្បីប្រមូលជាគំនិតទៅយើងអាចសរសេរវាបានអញ្ចឹងនៅក្នុងការសរសេរនេះក៏បងអូនមិនអាចសរសេរទៅតាមអ្វីដែលបងអូនចង់ដែរគឺបងអូនសរសេរទៅតាមគម្រោងតែងដែលមានណែនាំអញ្ចឹងមុននឹងទៅដល់គម្រោងតែងយើងត្រូវគិតសិនថាតែងសេចក្តីមានប្រមាណផ្នែកសំខាន់ចាអញ្ចឹងតែងសេចក្តីមាន3ផ្នែកសំខាន់គឺអីខ្លះគឺសេចក្តីដើមតួសេចក្តីនិងសេចក្តីបញ្ចប់ចាអញ្ចឹងនៅក្នុងសេចក្តីដើមអាចមានអីអញ្ចឹងនៅសេចក្តីដើមអូនត្រូវសរសេររៀបរាប់ពីពេលវេលាដែលកើតមានបាតុភូតនោះចាពេលវេលាដែលកើតបាតុភូតធម្មជាតិនោះតើពេលណាដែរពេលណាម៉ោងណាដែរហើយត្រូវរៀបរាប់អំពីទីកន្លែងកើតមានបាតុភូតធម្មជាតិនោះតើបាតុភូតធម្មជាតិនោះកើតឡើងនៅឯណាសរសេររៀបរាប់មកហើយឈ្មោះបាតុភូតអ្វីទឹកជំនន់ឬក៏ខ្យល់កន្ត្រាក់ឬក៏ព្យុះឬក៏គ្រោះរាំងស្ងួតឬក៏អ្វីមួយឬក៏រន្ទះឬក៏អីចឹងអ៊ំសរសេរឲ្យបានច្បាស់លាស់ត្រូវបង្ហាញពេលវេលាទីកន្លែងនិងឈ្មោះសម្រាប់សេចក្តីប្រាំចូលដល់ផ្នែកតួសេចក្តីអញ្ចឹងនៅផ្នែកតួសេចក្តីវាមាន3ផ្នែកសំខាន់គឺមុនពេលកើតមានបាតុភូតពេលកើតមានបាតុភូតហើយនឹងក្រោយពេលកើតមានបាតុភូតអញ្ចឹងមុនពេលហើយនឹងក្រោយពេលមុនពេលអូនសរសេររៀបរាប់នៅទិដ្ឋភាពទូទៅចាទិដ្ឋភាពទូទៅតកតងទៅនឹងបាតុភូតហ្នឹងសកម្មភាពមុនពេលកើតមានបាតុភូតធម្មជាតិហ្នឹងតើមានអីហើយដល់ពេលកើតមានបាតុភូតអូនត្រូវសរសេរវាចាប់ដើមបែបម៉េចកំពុងកើតឡើងបែបម៉េចហើយវាបញ្ចប់បែបម៉េចដែររីឯក្រោយពេលគឺអូនត្រូវរៀបរាប់ទិដ្ឋភាពក្រោយពេលកើតមានបាតុភូតនោះតើវាបានផ្ដល់នៅអីខ្លះផ្ដល់ឬក៏រងនឹងការខូចខាតអីខ្លះហើយក៏បង្ហាញអំពីសកម្មភាពអ្នកស្រុកចាតើសកម្មភាពអ្នកស្រុកឬក៏មហាជនឬក៏អ្នកភូមិនោះគាត់មានសកម្មភាពអ្វីដែរនៅពេលដែលកើតមានបាតុភូតធម្មជាតិហ្នឹងហើយឬក៏មានសកម្មភាពអាជ្ញាធរមូលដ្ឋានឬអង្គការមនុស្សធម៌នានាណាខ្លះដែលគាត់ចូលរួមតាក់ទងទៅនឹងបាតុភូតធម្មជាតិនោះអញ្ចឹងអូនត្រូវចាំថានៅផ្នែកតួត្រូវមាន3មុនពេលហើយនឹងក្រោយពេលមុនពេលរៀបរាប់ទិដ្ឋភាពទូទៅហើយនឹងសកម្មភាពរីឯពេលអូនត្រូវរៀបរាប់ថាវាចាប់ផ្ដើមបែបម៉េចវាបន្តបែបម៉េចហើយវាបញ្ចប់បែបម៉េចរីក្រោយពេលអូនត្រូវរៀបរាប់អំពីការខូចខាតនានាទាក់ទងទៅនឹងបាតុភូតធម្មជាតិនោះផ្ដល់ការខូចខាតអីខ្លះតើសកម្មភាពមនុស្សឬក៏មហាជនឬក៏អ្នកភូមិឬក៏មនុស្សទូទៅហ្នឹងគាត់មានសកម្មភាពបែបម៉េចដែរហើយមានសកម្មភាពអាជ្ញាធរមូលដ្ឋានឬក៏អង្គការមនុស្សធម៌នានាទេដែលគាត់ចូលរួមចែករំលែកទៅនឹងបាតុភូតធម្មជាតិនោះចែករំលែកហ្នឹងមិនមែនចែករំលែកនេះណាចែករំលែកទុកព្រួយឬក៏ការលំបាករបស់ប្រជាពលរដ្ឋដែលគាត់រងនៅបាតុភូតធម្មជាតិនោះតើគាត់មានសកម្មភាពអីខ្លះ
រីឯសក្តីបញ្ចប់អញ្ចឹងសក្តីបញ្ចប់អូនត្រូវអីចាសក្តីបញ្ចប់អូនទៅបង្ហាញឬក៏អូនទៅបូកសរុបនឹងវាតម្លៃលើការខូចខាតតាមរយៈបាតុភូតធម្មជាតិនោះតើវាដល់ការខូចខាតអីខ្លះអូនទៅបង្ហាញមកហើយនឹងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អូនអញ្ចឹងអូនត្រូវចាំថាការសរសេរតែងសក្តីនេះគឺអូនត្រូវប្រើបំណិនប៉ិនប្រសពក្នុងការអានក្នុងការស្ដាប់និងក្នុងការសង្កេតនិងសាកសួរនឹងឲ្យបានច្បាស់លាស់ហើយពេលអូនសរសេរគឺអូនទៅគ្រប់តាមចំណុច3សំខាន់មានផ្ដើមសក្តីតួសក្តីនិងសក្តីបញ្ចប់ហើយដែលចំណុចនីមួយហ្នឹងបានលម្អិតហើយតែនៅផ្ដើមអូនត្រូវសរសេរអីតួសក្តីអូនត្រូវសរសេរបែបម៉េចហើយសក្តីបញ្ចប់អូនត្រូវបែបម៉េចចានេះគឺជាគំរូនៃការពណ៌នាពីបាតុភូតខ្យល់កន្ត្រាក់នឹងគឺជាសក្តីពណ៌នាគំរូមួយដែលអូនអាចអានហើយមើលជាគំរូក្នុងការសរសេរតែងសក្តីពណ៌នាពីបាតុភូតធម្មជាតិផ្សេងទៀតអញ្ចឹងនាងខ្ញុំមិនអានទេនាងខ្ញុំទុកឱកាសនេះដែលឲ្យអូនអានខ្លួនឯងអញ្ចឹងនេះគឺជាផ្នែកអីគេអូនចានេះគឺជាផ្នែកនៅអីខ្លះដែលគេរៀបរាប់នេះចានៅសក្តីផ្ដើមហើយជំនាញអីគេចានេះគឺចាប់ផ្ដើមមុនពេលនេះកើតមានអញ្ចឹងនៅតួសេក្តីចាតួសក្តីនៅកន្លែងមុនពេលកើតមានព្រឹត្តិការណ៍ហ្នឹងអញ្ចឹងសូមអានខ្លួនឯងណាហើយនេះពេលកំឡុងពេលហ្នឹងតើមានរឿងរ៉ាវអីខ្លះកើតឡើងហ្នឹងចាហើយដល់ពេលចុងក្រោយគឺក្រោយពេលហ្នឹងវាមានការខូចខាតអីខ្លះតើមនុស្សម្នាធ្វើបែបម៉េចហើយមានអាជ្ញាធរមូលដ្ឋានឬអង្គការមនុស្សធម៌អីខ្លះដែលគាត់ចូលរួមចែករំលែកដល់ជនរងគ្រោះទាក់ទងទៅនឹងបាតុភូតធម្មជាតិហ្នឹងហើយនេះទាក់ទងទៅនឹងអីសក្តិបញ្ចប់ដែលមានការវិតម្លៃនិងចំណាប់អារម្មណ៍អញ្ចឹងនេះហើយគឺតកតងទៅនឹងគំរូតែស្ដីពណ៌នាអំពីបាតុភូតធម្មជាតិអញ្ចឹងសូមបងទាំងអស់គ្នាសូមមើលដោយយកចិត្តទុកដាក់ហើយព្យាយាមតាមដានព័ត៌មាននានាដែលមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមឬក៏តាមវីដេអូឬក៏តាមទូរទស្សន៍ឬក៏តាមកាសែតឬក៏ទស្សនាវដ្តីហ្នឹងសូមអូនតាមដានវាដើម្បីបានជាកន្លឹះក្នុងការសរសេរអំពីបាតុភូតធម្មជាតិនានាចាអញ្ចឹងវីដេអូតកតងទៅនឹងការសរសេរតែងស្កាយបែបពណ៌នាពីបាតុភូតធម្មជាតិសូមបញ្ចប់ត្រឹមនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាកុំភ្លេចណាសូមអានដោយយកចិត្តទុកដាក់ហើយសូមប្រាប់បំណិនអានស្ដាប់សង្កេតសួរពិចារណានោះដើម្បីយកមកជាគន្លឹះក្នុងការសរសេរតែងស្កាយបងប្អូនឲ្យបានល្អត្រឹមត្រូវទៅតាមគម្រោងតែងនីមួយចាសូមអរគុណសូមជម្រាបលា